សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគទី74ដល់ភាគទី77នៃរឿងម្ចាស់ប៉មង្ក្រាបិសាចក្នុងពិភព Zombie ហើយជួបគ្នាលើកនេះដូចជារៀងប្លែកតិចដោយសារទៅនៅក្នុងក្រុម VIP របស់ admin ហើយ admin ក៏ពិតជាអរគុណមែនតើអ្នកគ្នាយើងបានចូលមកមើលក្នុងក្រុម VIP ដែលតម្រូវឲ្យបង់ជាទឹកប្រាក់អីចឹងទៅប៉ុន្តែបើសិនជានៅលើ YouTube វិញ admin ប្រហែលជាអាចផុសបានទេឬមួយក៏ចាំដូចជា3 4 5ខែទៀតបើ admin ផុសឡើងវិញ admin បានត្រឹមតែផុសភាគចាស់ៗនៅលើ YouTube ទេហើយចំពោះភាគថ្មីក៏តម្រូវឲ្យមើលក្នុង Telegram ហ្នឹងឯងអញ្ចឹងអីក៏កុំឲ្យថា admin និយាយច្រើនពេកចុះទៅកាន់សាររីយើងភាគបន្តនៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅពេលដែលស៊ីយានគាត់បានសម្លាប់ទៅលើបិសាច Zombie កម្រិត4រួចហើយក៏បានធ្វើរាងកាយវេទឆេះចំពោះស៊ីយានវិញគាត់បានចុះមកវិញឈរកាន់ដោយ៉ាងសង្ហាហើយក៏បានបើកភ្នែកពោពេញទៅដោយអណ្ដាតភ្លើងសម្លឹងទៅមើលបិសាចយ៉ាងច្រើនដែលកំពុងតែសម្រុកមករកគាត់ហើយត្រឹមតែប៉ុណ្ណឹងឯស៊ីយានមិនចាស់បាច់បញ្ចេញកម្លាំងច្រើនទេរត់តែមិនចង់ចូលទៅវ័យប្រហាងទៀតប្រើប្រាស់តដាវមួយប៉ុណ្ណោះនឹងក៏បានបាញ់ភានដាវយ៉ាងច្រើនចូលទៅកាប់សម្លាប់បិសាច Zombie ទាំងអស់នោះត្រឹមតែមួយរំពេចប៉ុណ្ណោះក៏បានធ្វើបិសាចទាំងអស់នោះត្រូវបានងាប់ទាំងអស់ហើយនៅទីហ្នឹងពោពេញទៅដោយអណ្ដាតភ្លើងមនុស្សដែលនៅក្រៅរបងគ្រួសារយានដែលគឺជាប្រជាជនធម្មតាបានឃើញចឹងសប្បាយចិត្តផងក៏ដូចជាមានការព្យាបាលផងនិងឆ្ងល់ផងដែរតែបកលម្នាក់នោះគឺជានរណាទៅមើលទៅគាត់ទៅពិតជាលយមែនតែនដោយឡែកបិសាច Zombie កម្រិត4បាញ់បន្តពីវាងាប់ទៅក៏នៅសល់នៅត្បូងបិសាចរៀបនឹងទៅយកប៉ុន្តែមេក្រុមឈៀននឹងក៏បានចុះមកហើយនឹងបាននិយាយផងដែរថាមិនអាក្រក់ទេក្មេងប្រុសតើឯងគឺជាសមាជិកថ្មីនៃក្រុមរបស់យើងមែនដែរអត់ហើយនៅពេលនេះបើសិនចាញបានប្រយុទ្ធហើយនឹងសម្លាប់ជាមួយនឹងបិសាច Zombie នេះហើយអញ្ចឹងខ្ញុំនឹងរាយការណ៍រឿងនេះទៅកាន់គ្រួសារយានឲ្យបានដឹងដើម្បីឲ្យពួកគេផ្ដល់រង្វាន់ឲ្យអបិនឹងរៀបនឹងយកដៃទៅយកអាគ្រីស្តាល់កម្រិត4ហ្នឹងក៏ត្រូវបានសៀយានប្រមានថាលោកមិនគួរណាយកដៃប៉ះពាល់របស់ខ្ញុំឡើយមេក្រុមឈានបានលើអញ្ចឹងហាក់បីដូចជាមានកំហឹងផងដែរសួរថាតើឯងចង់មានអីយ៉ាងម៉េចម្នាក់នៅពីក្រោយនឹងក៏បានប្រាប់ទៅកាន់មេក្រុមឈានថាខ្ញុំទៅបានពិនិត្យឃើញថាមនុស្សម្នាក់នេះមិនមែនជាសមាជិកក្រុមពួកយើងឡើយហើយក៏មិនមែនជាមនុស្សដែលមានសមត្ថភាពមកពីគ្រួសារយានដែរបានលើអញ្ចឹងមេក្រុមនឹងក៏ចាប់ផ្ដើមខឹងហើយនឹងបានថាឲ្យសៀយានថាមិនមែនជាមនុស្សពួកយើងផងបើជាយានសម្លាប់ Zombie ពួកយើងតើឯងកំពុងតែស្វែងរកសេចក្តីស្លាប់ហើយមែនចំណែកសៀយានយ៉ាងនេះវិញគាត់បានតោះទៅវិញថា Zombie ពួកឯងតាំងពីកាលណាទៅគេក៏បានតបវិញថាយើងបានចិញ្ចឹមនៅ Zombie ទាំងអស់នោះយូរមកហើយតើដឹងទេអត់ថាពួកយើងត្រូវលះបង់ជីវិតមនុស្សប៉ុន្មាននាក់ឃើញទាំងវើប្រៃផ្សាយបែបហ្នឹងហើយសៀយានគាត់កាន់តែបានដឹងច្បាស់អំពីចរិតនៃគ្រួសារយានហើយនឹងកើតផងដែរថាមើលទៅពួកគេពិតជាអាក្រក់ជាងសាទៅទៀតអាមេក្រុមឈានក៏នៅតែប្រាប់ទៅកាន់សៀយានថាប្រកលនៅស្នូលបិសាចនេះមកកាន់គេមកចំណែកឯងវិញចង់ទៅណាទៅគាត់ក៏បានតបវិញចុះបើសិនជាខ្ញុំមិនណោយអបិកូនចៅនេះក៏បានតបទៅកាន់សៀយានវិញថាឯងមិនដឹងទេអីថាគ្រួសារយានឥឡូវនេះគេមានអំណាចប៉ុណ្ណារំលឹកទៅដល់អ្នកនាងទី3នៃគ្រួសារយានបានឈានទៅដល់កម្រិតទី4ដែលមួយពិភពលោកមួយនេះសឹងតែគ្មាននរណាគេម្នាក់នោះទេអាចឈានទៅដល់កម្រិតទី4គេក៏បានអះអាងទៀតផងថាគ្រួសារយានគឺជាបន្ទាយចុងក្រោយរបស់មនុស្សជាតិហើយបើសិនជាចង់ចូលរួមជាមួយនឹងគ្រួសារយានក៏មិនងាយដែរហើយបើសិនជាឯងបានដឹងទៅហើយគួរតែចាក់ចេញទៅប្រហែលជាយើងអាចទុកជីវិតឲ្យបានហើយក៏ដោយសារតែប៉ែននិយាយច្រើនពេកក៏ត្រូវបានសៀយានចាក់ក្បោចកលើកឡើងលើនិងបានប្រាប់ផងដែរថាខ្ញុំមិនចង់ស្ដាប់ឯងនិយាយឲ្យប្រយោជន៍ច្រើនពេកទេហើយខ្ញុំក៏ចង់ដឹងផងដែរថាបន្ទាប់ពីខ្ញុំសម្លាប់ពួកឯងហើយតើគ្រួសារយាននឹងមកជួយពួកឯងដែរអត់ហើយក៏ដោយសារតែអញ្ចឹងយើងមើលទៅកាន់ប៉ែមេក្រុមឈៀងនឹងទៅពេលនេះក៏ពិតជាមានការផិតភ័យមែនទែនចំណែកកូនចៅគេនេះវិញក៏បានបាញ់កំភ្លើងទៅជាច្រើនគ្រាប់ច្រើនដើមអីហ្នឹងប៉ុន្តែមកតែមិនអាចធ្វើអ្វីទៅកាន់សៀយានបានឡើយសៀយានក៏បានបញ្ចេញភ្លើងមកតបតសក៏អាចតបតជាមួយនឹងគ្រាប់កំភ្លើងពួកគេបានមេក្រុមគេក៏នៅតែស្រែកថាជួយផងតោះអញ្ចឹងមិនដឹងប្រាំងអត់ត្រូវច្បាច់កលើកឡើងលើនឹងមកជុំតែងុំភ្លើងហុំពណ៌ជុំខ្លួននឹងក្តៅយកមែនតែនគ្រាប់កំភ្លើងដែលបានបាញ់ទៅក៏ត្រូវបានរលែកបានសាសូនបន្ទាប់ពីត្រូវប៉ះជាមួយនឹងភ្លើងតែបែបនេះហើយយើងមើលទៅកូនទាហានទាំងអស់នឹងមិនអាចធ្វើអ្វីបានទេសៀយាននេះវិញគាត់បានសួរបញ្ជាក់ទៅកាន់គេថាតើណូបិសាចកម្រិត4នេះជារបស់អ្នកណាពិតប្រាកដហើយយើងមើលទៅកាន់សភាពអាមេក្រុមឈៀងនៅពេលនេះទៅសឹងតែខ្លោចហើយនឹងបានទទួលស្គាល់កំហុសផងដែរថាខ្ញុំខុសហើយរំពេចនឹងដែរយើងក៏បានឃើញជាមួយអ្នកនាងទី3នៃគ្រួសារយានក៏បានមកដល់ទីហ្នឹងហោះនៅលើអាកាសសម្រស់វិញក៏ពិតជាមិនធម្មតាដែរអកូនទាំងអស់នឹងបានឃើញអ្នកនាងទី3ហើយក៏ពិតជាសប្បាយចិត្តហើយនឹងបានឲ្យអ្នកនាងទី3ជួយទៅកាន់មេក្រុមខ្លួនផងនិងបានរាយការណ៍ទៀតផងថាមនុស្សម្នាក់នោះមិនគោរពទៅលើគ្រួសារយានតតែសោះដល់អញ្ចឹងអ្នកនាងទី3នៃគ្រួសារយានក៏បានដាក់ប៉ែននៅមួយខ្សែតៃចំមុខដៀលទៀតផងថាពួកអានសម្រាមគ្រាន់តែមនុស្សម្នាក់សោះពួកឯងមិនអាចចាត់ការបានផងឲ្យមនុស្សខាងក្រៅមកបង្កបញ្ហានៅទីនេះស្ដាយខ្លាំងណាស់ដែលគ្រួសារយានបានផ្ដល់នៅចំណីអាហារក៏ដូចជាទឹកនិងធនធានយ៉ាងច្រើននៅពួកឯងប៉ុន្តែសិតតែពួកអត់ប្រយោជន៍ពួកអកូនធានទាំងអស់នឹងហើយតែអញ្ចឹងមើលទៅញ័រខ្លួនញ័រប្រាណអ្នកនាងទី3នៃគ្រួសារយានក៏បានហោះមកជិតសៀយានដែលកំពុងតែកបោចកបែកនេះចាប់អារម្មណ៍ទៅលើចំហាយភ្លើងដែលគេបានបញ្ចេញហើយគេមិនចាត់តិចដោយទឹកពិសេសជានឹងទៅទៀតសង្ហាគឺពិតជាមនុស្សប្រុសក្នុងក្តីសុបិនខ្ញុំមែនកំឡុងពេលនឹងមេក្រុមឈានក៏បានសុំឲ្យអ្នកនាងទី3ជួយផង
ដែរប៉ុន្តែនាងវិញបើជាសម្លាប់ទៅកាន់អបិហ្នឹងហើយមើលទៅកាត់ក្បាលយកតែម្ដងនិយាយថាកាក់សំណល់បើសិនជាទុកក៏គ្មានបានប្រយោជន៍អ្វីដែរនាងក៏បានចុះមកហើយសៀយានក៏បានសួរទៅកាន់នាងផងដែរតើនាងគឺជានរណាចៅនឹងក៏បានណែនាំអំពីឋានៈនាងទៅនាងគឺជាអ្នកដែលចោះចំណាឋានៈលេខ3នៅក្នុងក្មេងចំនួនក្រោយនៃគ្រួសារហើយប្រោះសង្ហាក៏ហៅខ្ញុំបានថាជាងបើយើងមើលទៅចៅនឹងដៃដល់មែនតែនិយាយបដៅក៏បានចាប់ដៃសៀយានបដៅហើយនឹងបានហៅសៀយានចូលមកទីនេះផឹកតែនៅផ្ទះនាងមកពេញទៅចំណែកសៀយានយ៉ាងនេះវិញគាត់បានបញ្ចេញនៅចំហាយភ្លើងដ៏ខ្លាំងក្លានិងបានរុញច្រានអ្នកខ្ទាទៅក្រោយក៏ដូចជាបានតបទៅកាន់នាងវិញដូចគ្នាថាភ្លើងរបស់ខ្ញុំមិនបានចាយរវាងមិត្តនិងសត្រូវឡើយអញ្ចឹងនាងគូណាទៅនៅឆ្ងាយពីខ្ញុំបន្តិចទៅអញ្ចឹងចៅនឹងក៏បានលន់មកថាអាយ៉ូចិត្តដាច់ម្លេះប៉ុន្តែមិនណៃទេអញ្ជើញចូលទ្វារកំផាយនៃគ្រួសារយើងក៏បានបើកឡើងអញ្ជើញសៀយានឲ្យដើរចូលទៅចំណែកកូនចៅអមេក្រុមឈានបិញមិនក៏ពិតជាមានការខូចចិត្តដោយសារតែពេលនេះមេក្រុមគេត្រូវបានបាត់បង់ជីវិតហើយបាត់បង់ជីវិតទាំងអត់ប្រយោជន៍ទៀតរីឯសៀយានដែលកំពុងទៅដើរចូលនេះវិញគាត់បានធ្វើទឹកមុខឡើងស្មើដែលបែបនេះហើយយានយើងនាងក៏បាននិយាយបែបលក្ខណៈចំអកផងដែរថានៅក្នុងទីបញ្ចប់នៃពិភពលោកលើកឡើងទៅសារចម្លែកដែលគួរឲ្យខ្លាចក៏មានចិត្តមនុស្សដែលនាងមិនអាចទាយទុកបានមុនដែរលុះទៅដល់បន្ទប់ទទួលភ្ញៀវយានយើងក៏បានអញ្ជើញឲ្យសៀយានផឹកតែចំណែកសៀយាននេះវិញក៏បានសួរទៅកាន់នាងផងដែរថាមើលទៅគ្រួសារយានហាក់បីដូចជាបានដឹងអំពីទីបញ្ចប់នៃពិភពលោកជាមុននាងក៏បានតបវិញថានេះគ្រាន់តែជាមរតកមួយក្នុងចំណោមមរតករបស់គ្រួសារយានប៉ុន្តែនិយាយអញ្ចឹងតែប្រោះសង្ហាឈ្មោះអ្វីទៅគាត់ក៏បានតបវិញថាសៀយានប៉ុន្តែនិយាយអញ្ចឹងទៅនាងហៅខ្ញុំមកទីនេះមានបញ្ហាអ្វីមែនទេចៅនឹងក៏បានតបវិញថាប្រកាសណាស់ថាខ្ញុំចូលចិត្តមនុស្សសង្ហាដែលមានទេពកោសល្យអញ្ចឹងហើយខ្ញុំក៏បានដឹងថាលោកត្រូវការធនធានដើម្បីនឹងហ្វឹកហាត់បន្ថែមទៀតគ្រួសារយានរបស់ពួកយើងក៏អាចផ្ដល់នូវអ្វីដែលលោកចង់បានសៀយានគាត់បានតបវិញខ្ញុំខ្លាចថាគ្រួសាររបស់នាងនឹងមានអារម្មណ៍ថាមិនល្អនោះទេបន្ទាប់ពីផ្ដល់វាឲ្យខ្ញុំចៅនឹងមិនទាន់ដឹងផងតែសៀយានចង់បានអ្វីក៏បានតបវិញថាចម្រើនៃមរតកគ្រួសារយានគឺហួសពីការស្មានរបស់លោកទៅទៀតនាងក៏បានដូចជាលក្ខណៈអួតអញ្ចឹងបញ្ចេញនៅថ្នាំសាងឈាងយ៉ាងច្រើនគ្រាប់ឲ្យទៅកាន់សៀយានបានឃើញនិងបានប្រាប់ផងដែរថាខ្ញុំអាចយកវាបានយ៉ាងងាយប៉ុន្តែយើងមើលទៅសៀយានគ្មានព្យាបាលអីមិនតិចទេនិងបានគិតថាថ្នាំនឹងគាត់មានច្រើនកេះឯណោះចៅនឹងក៏បានអួតបន្តទៀតថាចំណែកឯគ្រីស្តាល់សងប៊ីនេះវិញយើងក៏មានតម្រៀបតានំដាពីទៀបទៅខ្ពស់ច្រើនសម្រាប់គាត់ផ្គងទៅលើក្រុមវរៈជនហើយបើសិនជាលោកចូលរួមជាមួយនឹងគ្រួសារយានលោកក៏អាចដឹកនាំនៅក្រុមវរៈជនដែលមានសមត្ថភាពពិសេសទាំងអស់នោះបានហើយមនុស្សមួយក្រុមនៅក៏សតតែមនុស្សដែលមានសមត្ថភាពខ្លាំងក្លាក្នុងកម្រិតទី2កម្រិតទី3អីជាដើមនឹងបានលើអញ្ចឹងយើងមើលទៅកាន់សៀយានទៅរត់តម្លៃព្យាបាលតែសារតែគាត់មានបិសាចយ៉ាងច្រើននៅក្រោមការគ្រប់គ្រងដែលទាំងនោះក៏សតតែជាព្រះការពីសម័យបុរាណអីជាដើមនឹងចាយនឹងក៏នៅតែបន្តអួតថាចំណែកឯការផ្គត់ផ្គង់ចំណីអាហារនិងទឹកវិញគឺមានច្រើនក្រៃលែងលោកអាចបរិភោគនៅមីកញ្ចប់ជារៀងរាល់ថ្ងៃហើយនឹងទឹកស្អាតចំនួនកន្លះដបក្នុងមួយថ្ងៃបានលើអញ្ចឹងទៀតនៅសៀយានមើលទៅហាក់បីដូចជាឡើងចង់ស្ដាប់ចំណីអាហារក៏ដូចជាទឹកស្អាតគាត់នឹងមានចេះខ្វះពិសេសក៏មានដីស្រែដីអីផ្សេងហ្នឹងដែលគាត់បានស្រូបចូលទៅក្នុងប៉មបង្ក្រាបបិសាចលើកមុនទៀតហើយដីនឹងក៏អាចធ្វើកសិកម្មចិញ្ចឹមសត្វអីបានផ្សេងទៀតហ៎ចាយនឹងក៏បាននិយាយទាំងជឿជាក់ទៀតថាបន្ទាប់ពីខ្ញុំរៀបរាប់អំពីអត្ថប្រយោជន៍ហើយមើលទៅលោកពិតជាពេញចិត្តទេបានលើអញ្ចឹងគាត់ហាក់បីដូចជារៀងឆ្លើយមិនចេញទេហើយនាងក៏បានប្រាប់បន្ថែមទៀតថាបើសិនជាលោកមានចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយនឹងគ្រួសារយាននោះបើសិនជាលោកមានស្នាដៃល្អក៏នឹងកាន់តែបានធនធានច្រើនជាងនឹងទៀតនឹងឡើយមានការព្រួយបារម្ភអំពីការខ្វះខាតស្បៀងចំណីអាហារក៏ដូចជារបស់ប្រើប្រាស់អីជាដើមនឹងពិសេសខ្ញុំក៏នឹងនៅជាមួយនឹងលោកផងដែរឲ្យគិតមើលទៅតើវាសប្បាយប៉ុណ្ណានោះរំពេចនឹងដែរក៏មានកូនចៅរបស់នាងម្នាក់ក៏បានមកហៅទៅកាន់នាងថាកញ្ញាទី3មនុស្សចាស់ទុំនៅក្នុងគ្រួសារបានហៅទៅប្រជុំនាងក៏បានតបថាដឹងអីប៉ុន្តែក៏នៅតែជឿប្រាប់ទៅកាន់សៀយានផងដែរបើសិនជាលោកពេញចិត្តអាចគិតយឺតបាននៅពេលដែលខ្ញុំត្រឡប់មកវិញសង្ឃឹមថាលោកនឹងផ្ដល់ចម្លើយឲ្យខ្ញុំយ៉ាងពេញចិត្តប៉ុន្តែបើយើងមើលទៅនាងចិត្តល្អតែនៅពេលពីមុខទេប៉ុន្តែបន្ទាប់ពីចេញពីបន្ទប់នឹងហើយក៏បានប្រាប់ទៅកាន់កូនចៅផងដែរខ្លោមើលគាត់រឡបើសិនជាគាត់ធ្វើអ្វីខុសតែបន្តិចនោះសម្លាប់ចោលទៅម្នាក់នឹងក៏បានតបថាយល់ព្រមអេមីក៏សូមបញ្ជាក់ផងដែរក្រែងលោកនេះយើងភ្លេចថាសៀយានគឺនៅកម្រិតទី5ប៉ុន្តែគាត់មកគ្រួសារយាននេះគឺលាក់កម្រិតគាត់ថាគាត់នៅកម្រិតទី4អញ្ចឹងទៅគឺនៅកម្រិតស្មើជាមួយនឹងយានយើងមិញហ្នឹងសាររឿងក៏បានបង្ហាញអំពីសៀយានវិញយើងក៏បានឃើញថាកញ្ច្រងតាឡជាមួយនឹងខ្លាខ្មុំយក្សក៏បានចេញមកផងដែរតាឡនេះក៏បាននិយាយថាមើលទៅស្ត្រីអាក្រក់ម្នាក់នោះកំពុងតែចង់ទាញយកផលប្រយោជន៍ពីលោកម្ចាស់ក៏ទៅលើទឹកតែងបាញ់មិញសូម្បីតែខ្លាខ្មុំយក្សឲ្យផឹកក៏ផឹកដែរប៉ុន្តែសៀយានក៏បានប្រាប់ឲ្យអ្នកទាំងពីរបិទមាត់សិនទៅអញ្ចឹងខ្លាខ្មុំនឹងក៏បានយល់ច្រឡំថានៅពេលនេះលោកម្ចាស់ត្រូវបានថ្នាំពុលដែលបែបនេះក៏ត្រូវបានតាឡផ្ទះមកកភ្លៀងយ៉ាស្រួលបោទិញទៅលោកម្ចាស់មិនភ្លើទេទៅផឹកតែធ្វើអ្វីទៅចំណែកសៀយាននេះវិញក៏បានប្រាប់ឲ្យអ្នកទាំងពីរទៅខ្លំមើលគ្រួសារយានផងដែរប៉ុន្តែមុននឹងទៅតាឡក៏បានចាប់អារម្មណ៍ទៅលើតែនេះថាមានក្លិនឈ្ងុយដែរតើអញ្ចឹងខ្លាខ្មុំនេះក៏បានលើកផឹកយកតែម្ដងដែលយើងមើលទៅដូចជាមិនសមដល់ទៅសោះដោយសារតែតែមានតែមកពេងទូចមួយទេប៉ុ
បន្តែខ្លាខ្មុំយៈផឹកលើកអកមួយថ្ងៃនៅតែមិនទាន់ដាច់ទាំងដែលជាក់ស្ដែងនឹងតែនឹងគេមានជាតិពុលអញ្ចឹងទៅគឺថាចែយានយើងមួយនឹងចង់ដាក់ថ្នាំពុលគ្រប់គ្រងទៅលើសៀយានប៉ុន្តែថ្នាំពុលនឹងបន្ទាប់ពីខ្លាខ្មុំយៈផឹកទៅគ្មានបញ្ហាអ្វីសម្រាប់វាឡើយដោយក្នុងកំឡុងពេលរងចាំចាយយានយើងនឹងដែរសៀយានក៏បានចូលទៅក្នុងប៉មបង្ក្រាបបិសាចដើម្បីសួរតានដើរពាក់ព័ន្ធជាមួយនឹងសុវត្ថិភាពរបស់សៀមីងហើយតើនៅពេលនេះនាងយ៉ាងម៉េចឯងតានដើរក៏បានប្រាប់ទៅកាន់លោកម្ចាស់កុំឲ្យបារម្ភអីដោយសារតែពេលនេះសៀមីងនៅជាមួយនឹងប៉ៃស៊ឺយិងបន្ថែមពីលើនឹងទៀតគឺមានរាងកាយដើមរបស់គេនៅទីនោះដែរចឹងប្រកាសណាស់សៀមីងគ្មានបញ្ហាអ្វីនោះទេហើយនាងក៏នៅមានសុវត្ថិភាពប៉ុន្តែអ្វីដែលកាន់តែពិសេសនោះខ្ញុំគិតថាបន្ទាប់ពីលោកម្ចាស់ត្រឡប់ទៅវិញប្រកាសជាមានការផ្ចាស់ផ្អើលសៀយិនក៏ចង់ដឹងផងដែរថាប្អូនស្រីគាត់មានអ្វីធ្វើក៏ផ្ចាស់ផ្អើលទៅហើយយើងនៅពេលនឹងក៏បានចាប់អារម្មណ៍ទៅលើព្រលឹងកូនពស់នៅលើតានដើកដែលបានហៅតានដើកថាប៉ានៅពេលនេះឃ្លានមុំតានដើកក៏បានតបវិញថាមិនអីនោះទេនឹងបានសើចបន្តិចអរគុណទៅលើលោកម្ចាស់ផងដែរដែលបានផ្ដល់នៅព្រលឹងពស់លើកមុនឲ្យមកកាន់គេព្រលឹងពស់នឹងគឺជាព្រលឹងរបស់ព្រះបិសាចពស់លើកមុននឹងប៉ុន្តែពេលនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់តានដើកហើយតានដើកក៏បាននិយាយផងដែរបើសិនជាអណ្ដើកជាមួយនឹងពស់បានរួមបញ្ចូលទៅមួយនៅពេលនេះគាត់ក៏នឹងប្រែក្លាយទៅជាអណ្ដើកសៀនវូក្នុងព្រៃនិទានដែលយ៉ាងមើលទៅការរូបភាពដែលគេបង្ហាញទៅកតុយពស់ប៉ុន្តែខ្លួនដើកបន្ទាប់ពីស្ដាប់ចប់សៀយិនក៏បានតវិញថាក៏ពិតជាល្អណាស់រំពេចនឹងក៏បានចាប់អារម្មណ៍ទៅលើជាន់ទី2នេះប៉មបង្ក្រាបបិសាចត្រូវបានបើកឡើងក៏មានន័យថាសៀយិនក៏អាចឡើងទៅជាន់ទី2ដើម្បីនឹងស្វែងរកព្រះបិសាចបន្តទៀតស្ថិតនៅក្រោមការគ្រប់គ្រងហើយអញ្ចឹងភាគនេះក៏ត្រូវបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេហើយភាគដែលមានប្រាប់នៅដើមវីដេអូខុសហើយមិនមែនភាគទី74ដល់ភាគ77ទេភាគទី75ដល់ភាគទី78ភាគនេះពិតប្រាកដអញ្ចឹងគឺមានតែប៉ុណ្ណឹងទេបាយបាយជួបគ្នាវីដេអូក្រោយ